អរុនសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកជួបយើងនៅព្រឹកនេះដែរយើងមានតម្រុយថ្មីសម្រាប់ពុកម៉ែបងប្អូនទស្សនានឹងមើលកំសាន្តលេងសម្រាប់ថ្ងៃទី3 ខែ 6 2025តម្រុយរបស់យើងគឺមានប៉ុណ្ណឹងហើយយើងក៏មានសបិននិយាយជូនពុកម៉ែបងប្អូនស្ដាប់កំសាន្តដូចគ្នាតែមុននឹងនិយាយសបិនយើងក៏សូមពឹងពុកម៉ែបងប្អូនដែលចូលរួមទស្សនាទាំងអស់គ្នានេះកុំភ្លេចជួយចុចពាក្យ like ជា subscribe ឬក៏ដល់ channel យើងម្នាក់មួយផងបងប្អូនណាដើម្បីទទួលបានវីដេអូក្រោយៗក៏ដូចជាពុកម៉ែបងប្អូនចង់បានតម្រុយតាមម៉ោងកុំភ្លេចចុច link ដែលដាក់លើ comment ហ្នឹងទៅនឹងឃើញតម្រុយតាមម៉ោងណាចានៅតម្រុយតាមម៉ោងមានទទួលស្គាល់ពុកម៉ែបងប្អូនណាចាពុកម៉ែបងប្អូនចុច link ទៅឃើញហើយតោះចឹងពុកម៉ែបងប្អូនចូលមកស្ដាប់សបិនយាយយប់មួយនេះយាយសបិនឃើញរទេះភ្លើងចារទេះភ្លើងផងឡានផងតែរទេះភ្លើងអត់វែងទេកង់ចាឃើញបើកមកអន្ទឹមគ្នាក្រោយគូតគ្នាហ្មងណាហើយរទេះភ្លើងហ្នឹងមាន3ខ្សែចាបើកមកទាំង3ខ្សែតែអត់វែងទេរទេះភ្លើងមកកង់ហើយឃើញកូនក្មេងហើយនឹងមនុស្សប្រុសជិះនៅលើរថភ្លើងហ្នឹងជិះលើដបូលហើយចាជិះនៅលើដបូលកូនក្មេងហ្នឹងរៀងសស្គប់ហើយនឹងមនុស្សប្រុសហ្នឹងជិះនៅលើដបូលរទេះភ្លើងហ្នឹងហើយចឹងយាយក៏កាត់យក41 49 64 84 44 148 149 ចាផ្លេចប្រាប់មានមនុស្សស្រីម្នាក់ដែរអញ្ចឹងណាចាហើយអស់ខ្សែនិងអស់ហត់ចាពុកម៉ែបងប្អូនចេះកាត់លេខអីក៏យកតាមហ្នឹងទៅណាចាហើយក៏ជូនពរហេងស្ដាងល្អទាំងអស់គ្នាអញ្ចឹងវីដេអូយាយក៏មានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបាយ